បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំចង់លើកឡើងអំពីបាទជំរាបសួរបងប្អូននេះជាវីដេអូទី9របស់ខ្ញុំថ្ងៃនេះខ្ញុំចង់លើកឡើងអំពីបុគ្គលិកខ្ជិលនៅកន្លែងការងារណាក៏ដូចជាកន្លែងការងារណាដែរតែតែមានបុគ្គលិកឯសានិងបុគ្គលិកខ្ជិលហើយលទ្ធផលក៏បានខុសគ្នាដែរបុគ្គលិកខ្ជិលភាគច្រើនខ្ញុំសង្កេតមើលឃើញមាន4ចំណុចទី1លេះច្រើនទី2អត់គ្រប់ពេលវេលាទី3ធ្វើការទៅនឹងមុខមេទេទី4អត់ស្មោះត្រង់ទេលេះច្រើនដូចថាពេលត្រូវធ្វើការងារគាត់អត់ធ្វើទេការងារដែលត្រូវធ្វើហើយ4-5នាទីគាត់អត់ធ្វើទេគាត់ទៅសុំទៅបន្ទប់ទឹកឯណានោះដល់ពេលស្រាប់ដល់គាត់រួចហើយដល់ការងារដែលត្រូវធ្វើឲ្យហើយត្រឹម4-5នាទីអីគាត់ទៅបន្ទប់ទឹកទៅមកវិញឯងធ្វើរួចបាត់ល្ងាចមិនទាន់ទេសុំចេញមុនម៉ោងបញ្ញាប់យន្តអ្នកនេះបញ្ញាប់យន្តអ្នកនោះម៉ូតូបែកកង់អាហ្នឹងហើយជាប្រភេទបុគ្គលិកសម្បូរលេះទី2ជាប្រភេទបុគ្គលិកដែលអត់គ្រប់ពេលវេលាទេពេលមកត្រូវម៉ោងចូលម៉ោង7ម៉ោង7ឬម៉ោង7កន្លះត្រូវចូលម៉ោង8អីបានមកជួនកាល8កន្លះអីបានមកចេញទៅវិញអីលើស4-10នាទី20នាទីអីអត់បានទេមុខកញ៉េកញើបានថាពិបាកហើយនៅពេលល្ងាចចេញមុនម៉ោងបាទពេលខ្លះមុនម៉ោងលើសម៉ោងតិចតួចគឺអត់បានហ្មងអានេះគេហៅថាប្រភេទបុគ្គលិកខ្ជិលទី3ធ្វើការទៅនៅមុខមេទេនៅពេលដែលនៅមុខមេក៏គាត់ធ្វើការយើងចង់ខ្លាចមកប៉ុន្តែមិនមែនមេគេមិនដឹងទេមេគេដឹងឧទាហរណ៍ថាគេຕົកការងារឲ្យគាត់ធ្វើម្នាក់ឯងពេលគេមកវឹបគាត់ចាប់ប្រោមធ្វើធ្វើនេះធ្វើនោះប៉ុន្តែមកដល់ឃើញការងារមកព្រឹកធំបានមកកំផ្លែមកល្ងាចធំបានមកកំផ្លែគេដឹងប៉ុន្តែគេមិននិយាយពេលខ្លះគេຕົកប្រើអញ្ចឹងណាបាទគេຕົកប្រើហើយបើថាធ្វើការនៅមុខមេធ្វើការផ្ដាំប៉ុន្តែបើថាក្រៅពីមេហើយគឺឲ្យតែមេទៅបាត់និយាយពីដាក់កូនអង្គុយវឹបនេះគេហៅថាបុគ្គលិកប្រភេទគេហៅបុគ្គលិកខ្ជិលទី4អត់ស្មោះត្រង់ទេនៅពេលដែលគាត់គេឲ្យកាន់លុយកាន់អីបន្លំបកើអត់ស្មោះត្រង់មួយគេទេដល់ចុះឡើងអស់លុយលេងនឹងបាត់លុយទៅណាអត់មានច្បាស់លាស់មិនដឹងថាចំណាយទៅលើអីខ្លះគេសួរថាអស់លុយទៅអស់ហើយអស់រឿងអីខ្លាំងភ្លេចអស់លេងនេះគេហៅថាភាពមិនច្បាស់លាស់អត់ស្មោះត្រង់ចំពោះគេហើយនៅពេលដែលបើប្រាក់ខែនៅកន្លែងខ្ញុំមួយធ្វើការ3ឆ្នាំបានប្រាក់ខែតែ75,000ហើយខ្ញុំធ្វើការទៅ4ខែបានប្រាក់ខែ90,000អញ្ចឹងបានន័យថាវាខុសគ្នាអញ្ចឹងណាវាខុសគ្នាអញ្ចឹងនេះជាប្រភេទបុគ្គលិកខ្ជិលអញ្ចឹងប្រភេទបុគ្គលិកខ្ជិលទៅដល់ណាក៏ពិបាកដែរការធ្វើការងារជាមួយគេក៏មិនសូវចុះចំណោមគេហើយអត់ឡើងទេប្រាក់ខែមិនងាយឡើងទេនេះប្រភេទបុគ្គលិកខ្ជិលអញ្ចឹងវីដេអូនេះសូមផ្ដាំទៅដល់ប្រភេទបុគ្គលិកខ្ជិលផងណាបើបានឃើញវីដេអូហ្នឹងហើយកែខ្លួនទៅសម្រួលទៅធ្វើមិនអាសាជាងមុនទៅព្រោះយើងធ្វើការឲ្យមេយើងត្រូវការផ្ដល់លទ្ធផលឲ្យមេហើយមេគេផ្ដល់ប្រាក់ខែឲ្យយើងហើយបើយើងទៅធ្វើការឲ្យគេយើងសម្បូរលេះយើងអត់ស្មោះត្រង់យើងអត់គ្រប់ពេលវេលាយើងធ្វើការទៅនៅមុខមេសួរថាលទ្ធផលបានប៉ុណ្ណាឲ្យគេតិចហើយយើងយកមកវិញច្រើនមិនកើតមេគេឆ្លាតជាងយើង10 ដង 100 ដងអញ្ចឹងបានគេធ្វើមេយើងកើតណាបាទវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងអរគុណជម្រាបលា